ពុនអកធ្វើឲ្យនគររុងរឿងឲ្យតែលោកអបរាជគ្រប់គ្រងនប័ណ្ណទាំង4នៃភូមិភាគកណ្ដាលបានល្អលោកអបរាជអាចឈរជើងនៅទីខ្ពស់គ្រប់គ្រងអ្នកទុនខ្សោយហើយក្នុងចំណោមនគរទាំង3លោកនៅតែមិនបរាជ័យរហូត10ឆ្នាំក្រោយស្ថានភាពប្រែប្រួលដល់ពេលនោះលោកអបរាជគ្រាន់តែលើករាជសារព្រះមហាក្សត្រនិងបញ្ជាកងទ័ព300,000នាក់ទៅវាយប្រហារប្រកាសជាកន្លែងណាក៏ចុះចាញ់លោកហើយជោគជ័យរហូតមិនចាំបាច់បង្ហូរឈាមបណ្ដោយតាមយថាកម្មអាចប្រមូលយកទឹកដីជាកម្មសិទ្ធិរបស់ខ្លួនឯងមិននឹកស្មានថានៅក្រុងស៊ីឆាងនៅមានជនទី2ដែលមានការយល់ដឹងបែបនេះតលតែសោះចូលម្នាក់ទៀតជាណាគឺខ្ញុំអបអសាទរលោកអបរាជមនុស្សជាអ្នកធ្វើទេវតាជាអ្នកសម្រេចអ្នកឆ្លៀសវៃអាចប្រឹងប្រែងឥតឈប់ឈរចេះប្រឹងប្រែងក៏បណ្ដោយតាមយថាកម្មមនុស្សជាអ្នកធ្វើទេវតាជាអ្នកសម្រេចអ្នកឆ្លៀសវៃប្រឹងប្រែងឥតឈប់ឈរចេះប្រឹងប្រែងក៏ចេះបណ្ដោយតាមយថាកម្មផឹកស្រាជ្រៀងលេងមួយឆាកជីវិតមានប្រមាណដងនេះគឺជាកំដាប់ខ្ញុំឯតានេះគឺជាចម្រៀងរបស់លោកអបរាជមែនឥឡូវនេះវាបានផ្សព្វផ្សាយគ្រប់ទិសទីខ្ញុំយល់ថាកំណាព្យរបស់លោកអបរាជពីបុរាណមកទល់ពេលនេះគឺមានភាពអង្អាចជាងគេខ្ញុំចូលចិត្តខ្លាំងណាស់លោកត្រកូលមកមែនទេខ្ញុំចំណាំអក្សរនេះបានលោកមិនមែនឈ្មោះម៉ាហឹងទេឈ្មោះពិតរបស់លោកគឺស៊ឺម៉ាអ៊ីហៅថាចុងតាអ្នកទោសស៊ឺម៉ាអ៊ីសូមគោរពលោកអបរាជ5 ឆ្នាំមុនខ្ញុំបានលើគេណែនាំលោកច្រើនលើកហើយថាលោកមានចំណេះលើគេខ្ញុំធ្លាប់បញ្ជាឲ្យគេទៅអញ្ជើញលោកមកធ្វើជាមន្ត្រីលោកដេកលើគ្រែធ្វើជាមានជំងឺហើយបដិសេធនឹងខ្ញុំ2 ឆ្នាំក្រោយខ្ញុំបញ្ជាឲ្យគេទៅរកលោកទៀតខ្ញុំថែមទាំងចេញបញ្ជាថាបើលោកមិនមកទេគឺត្រូវចាប់លោកទីបំផុតលោកក៏រត់ចេញទៅមុនមួយជំហានក្រោយមកពួកគេ